Ok, số đây lúc khu này khu nâng nẹt ở cái này đại bàn tu sna video mình đi chứng tẹt tôn nâng video ní dư nâng bằng cát làm bay đo sai pan hát muối tẹt tôn về nâng web server đại dương pra connection bài và socket chứng nơi non ní cứ dương nơi lên một chi advanced network engineering hay mẹ thằng cứ master IT engineeringแบบក្រុមគឺយើងនៅក្រុមទី2ហើយសមាជិកនៃក្រុមរបស់យើងមានសនសុភ័ក្រមានហាប់សេងលេងនិងមានថៃសេងហៈអញ្ចឹងសម្រាប់ខ្ញុំគឺខ្ញុំនឹងធ្វើការបើកក្បាលវីដេអូហើយសម្រាប់ហាប់សេងលេងគាត់នឹងធ្វើការ present បន្តតាក់ទងជាមួយនឹង slide ហើយសម្រាប់ថៃសេងហៈគាត់នឹងធ្វើការ demo ទៅលើ lab យើងផ្ទាល់តែម្ដងអូខេអញ្ចឹងយើងនឹងបន្តអញ្ចឹងយើងមាន overview យើងចំនួន6ចំណុចហើយនឹងចំណុចចុងក្រោយគឺ demo អញ្ចឹងនៅក្នុងចំណុចនេះគឺទី1យើងនឹងធ្វើការបង្កើត connection មួយដោយប្រើ socket ឲ្យ client គាត់អាចតាក់ទងមកបានតាម browser ទី2យើងនឹងធ្វើការទទួលយកនៅលើ request មួយហ្នឹងតាមរយៈ HTTP connection ហើយទី3យើងនឹងធ្វើការ pair ទៅលើ request មួយហ្នឹងថាតើគាត់ request ជាប្រភេទ file ប្រភេទអ្វីហើយយើងនឹងបោះទៅកាន់ចំណុចទី4គឺយើងនឹងធ្វើការទទួល request មួយហ្នឹងទៅread មើល file នៅក្នុង server ថាយើងមាន file ដូចទៅនឹងអ្វីដែលគាត់ចង់បានឬក៏អត់បន្ទាប់មកទី5គឺយើងនឹងធ្វើការបង្កើត HTTP response ទៅកាន់ client វិញទៅលើសំណើរបស់គាត់ហ្នឹងថាគាត់ send មកហ្នឹងមាននៅក្នុង server ឬក៏អត់សម្រាប់ចំណុចទី6បើសិនជាមានយើងនឹងធ្វើការ response ឲ្យគាត់វិញតាមរយៈ TCP connection ហើយបើសិនជាអត់ទេយើងនឹងធ្វើការ response ជា code 404សម្រាប់ប្រាប់ថាយើងមិនមាន file នៅក្នុង server ហ្នឹងទេហើយចំណុចចុងក្រោយគឺ demo អញ្ចឹងចំណុចខ្ញុំមានប៉ុណ្ណឹងហើយចំណុចបន្ទាប់ខ្ញុំនឹងធ្វើការផ្ទេរដោយសេងលេងគាត់នឹងធ្វើការបកស្រាយបន្តជាមួយនឹង slide វិញជំរាបសួរអ្នកគ្រូខ្ញុំឈ្មោះហាប់សេងលេងហើយថ្ងៃនេះខ្ញុំមកនិយាយ detail មួយចំណុចមួយដែលបន្ទាប់ពីសុភ័ក្រគាត់បានលើកឡើងខាងលើអញ្ចឹងចំណុចទី1គឺយើងបង្កើត socket connection មួយដែលអាចឲ្យ user គាត់ request ពី browser មកបាននៅក្នុង Python គឺយើងត្រូវ import socket library មួយហើយនៅក្នុង code នេះគឺយើងបង្កើតនៅ TCP socket មួយជាមួយនឹង IP address v4 ហើយយើងបង្កើតនៅ TCP connection មួយហើយដើម្បីបង្កើត server មួយគឺយើងត្រូវបាញ់គឺយើងត្រូវផ្ដល់នៅ IP address ជាមួយនឹង port ឲ្យ server ហ្នឹងហើយយើងឲ្យ server គាត់រងចាំទទួល request ចេញពី client មកចំណុចបន្ទាប់គឺយើងទទួល request ចេញពី connection នៅក្នុងនេះគឺយើងត្រូវប្រើ function មួយឈ្មោះថា accept ដើម្បីឲ្យ server គាត់អាចទទួលនៅ request ចេញពី client មកដែល function accept នេះ return នៅ connection ជាមួយនឹង client address ចំពោះចំណុចបន្ទាប់គឺយើងធ្វើការ read នៅ request ចេញពី client មកដោយក្នុងករណីនេះគឺ assignment យើងគឺយើងធ្វើការ read នៅ file ចេញពី request គឺមានន័យថា client គាត់ request ជា file ដើម្បីឲ្យ server យើង respond ទៅវិញអញ្ចឹងនៅក្នុងនេះគឺយើងប្រើ function ឈ្មោះថា receive ដើម្បីទទួលយក request មួយហ្នឹងហើយយើងធ្វើការ filter នៅ file name ដែលគាត់ចង់បានចំណុចបន្ទាប់គឺយើងយក file name ដែល request ពី client យកមក read ជាមួយនឹង server យើងថាតើ server យើងមាននៅ file ដែល client គាត់ចង់បានឬអត់ដោយក្នុងករណីនេះគឺយើង allow ឲ្យ user គាត់ request បានប្រភេទជា file ច្រើនមានដូចជា HTML file JSON file ឬក៏ image file បន្ទាប់ពីរកឃើញហើយគឺយើងបន្ទាប់ពីរកឃើញឬក៏មិនឃើញយើងត្រូវ respond ទៅឲ្យ client វិញជា HTTP response ដែល HTTP response នេះគឺវានឹង respond ទៅតាមប្រភេទ file content type ដែល user គាត់ request បន្ទាប់ពីរៀបចំនៅ HTTP response ហើយគឺយើងធ្វើការ send ទៅកាន់ client វិញគឺក្នុងករណីនេះគឺយើង send ទៅកាន់ browser វិញដោយប្រើ function ឈ្មោះថា send all ក្នុងករណីដែលថា request file ដែល client ផ្ដល់ឲ្យគឺមិនមានក្នុង server គឺយើងនឹង respond 404 not found ទៅកាន់ browser វិញ
ចំណុចបន្ទាប់គឺយើងធ្វើការ demo នៅ project មួយនេះ ជំរាបសួរអ្នកគ្រូខ្ញុំឈ្មោះថៃសីហៈខ្ញុំនឹងបន្តពីសេងលេងដែលខ្ញុំនឹងត្រូវធ្វើការ demo សម្រាប់ការ hosting web server ហើយនឹង access ពី client ហើយនេះជា GitHub URL ដែលអ្នកគ្រូនិងអ្នកទាំងអស់គ្នាអាច access ចូលទៅមើល source code ហើយនឹងអាច download source code ទាំងអស់ហ្នឹងដើម្បី deploy server ខ្លួនឯងបានអញ្ចឹងខ្ញុំនឹងធ្វើការចូលទៅកាន់ source code ដើម្បីធ្វើការ run server របស់យើងនេះជា command ដើម្បី run server បន្ទាប់ពី run server ជោគជ័យយើងនឹងទទួលបាន URL មួយដែលយើងអាចយកទៅ access នៅលើ client side ដូច្នេះខ្ញុំនឹងបើកវានៅលើ browser ដោយប្រើ URL មួយហ្នឹងដើម្បី access មកកាន់ server របស់យើងវានឹងឆ្លងកាត់តាមរយៈ HTTP អញ្ចឹងនៅពេលដែលខ្ញុំ access ចូលមកកាន់ server នឹង respond ថាយើងបាន access ជោគជ័យហើយបន្តមកទៀតខ្ញុំនឹងធ្វើការ access ទៅកាន់ file ដែលមាននៅលើ server ឧទាហរណ៍ខ្ញុំនឹង access ទៅកាន់ file HTML មួយនៅដែលមាននៅ server បន្តមកទៀតវានឹង respond ជា HTML មកលើ browser របស់យើងវិញដើម្បី display content ឲ្យ user បានឃើញហើយបើយើង access ទៅកាន់ text file វានឹង respond content ជា text ត្រឡប់មកវិញដូចគ្នាហើយបើយើង access ជា JSON file វានឹង respond ជា JSON format ត្រឡប់មកវិញឲ្យយើងបានឃើញហើយជាចុងក្រោយព្រោះយើងបាន config តាក់ទងជាមួយនឹងការ download image file ដូចគ្នាបើសិនជាយើង access ទៅកាន់ image វានឹងធ្វើការ download image នោះមកកាន់ local របស់យើងអញ្ចឹងយើងអាច preview វានៅលើ local របស់យើងបានហើយចំណុចចុងក្រោយតាក់ទងជាមួយនឹង access ទៅកាន់ file ដែលអត់មាននៅលើ server អញ្ចឹងខ្ញុំឧទាហរណ៍ថា file មួយដែលខ្ញុំអត់មានទេអញ្ចឹងខ្ញុំអាចដាក់ extension អីមួយអញ្ចឹងវានឹងបង្ហាញថា404 not found ដែល path ហ្នឹងគឺអត់មាននៅលើ server របស់យើងទេអញ្ចឹងវានឹង respond ជា404 not found ហើយនេះជាចុងបញ្ចប់នៃការ demo ហើយខ្ញុំក៏សូមអរគុណអ្នកគ្រូនិងអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូមួយនេះហើយបើសិនជាអ្នកទាំងអស់គ្នាមានចម្ងល់ឬមួយក៏សំណួរអាច comment នៅក្នុងវីដេអូខាងក្រោមសូមអរគុណ